ដំណើរធម្មជាតិដល់ពេលកលេសយើងនឹងឡើងខ្លាំងទៅលោកភៈទោសៈមោហៈឡើងខ្លាំងទៅលោកភៈទៅផែនដីឆេះទៅភ្លើងទៅទោសៈកើនឡើងទៅផែនដីឆេះដោយទឹករត់វិនិច្ឆ័យដោយទឹកចឹងណាហ្នឹងហើយទៅជាផេះហើយឡប់មកវិញទៀតផែនដីទៅជាផេះហើយអន្តរកម្មនិធាតុហ្នឹងត្រឡប់មកទៀតដដែលតែអញ្ចឹងมันមានទីបញ្ចប់ណាអញ្ចឹងអ្នកដែលនឿយណាយត្រូវកំណត់ដឹងនៅទុក្ខពលត្រូវអរិយស័ក្តិអង្គទី1នៃទុក្ខទាំង12កងហ្នឹងបានមានបំណងចេញចាក់វត្តដាក់អញ្ចឹងបើចេញសុំព្រះអង្គតំណឹងបន្តិចថាដែលនឿយណាយហ្នឹងគឺថាយើងលះដោយតែលោកគ្រូមានប្រសាសន៍ពីដំបូងកន្លែងហ្នឹងហ៎បាទចាដល់ពេលពីណាពីណីមកអត់ដឹងផ្លូវចេញទេរយៈពេលផែនដីឆេះម្ដងហៅថាមកកាប់ហ្នឹងហើយមកកាប់ហ្នឹងឆេះអស់ចឹងទៅយើងនេះផាត់តកាប់ហ្នឹងមានព្រះ5អង្គត្រាស់ដឹងណានៅតែមួយអង្គទៀតឆេះទៀតហើយអញ្ចឹងនៅដដែលតែអញ្ចឹងភ្ញាក់ពីដេកឡើងលុបមុខបតូបងហើយរកអីហូបហើយឈឺលើសឈាមឈឺក្បាលវិលមុខក្អួតអង្គុយមកសទុះកូនមកចាក់រុកឆ្លោះគ្នាអញ្ចេះអញ្ចោះអ្នកចិត្តខាងឆ្លោះគ្នាចុះឡើងអាក្នុងផ្ទះឆ្លោះគ្នាអាប្រទេសខាងក្រៅឆ្លោះគ្នាដដែលវាយគ្នាឈូឆតែអញ្ចឹងបើនឿយណាយើងត្រូវរកផ្លូវចេញណាពេលដែលមិនទាន់មានពុទ្ធត្រាស់ដឹងយកអត់ដឹងចេញតាមណាទេជានាំគ្នាសាពះហើយស្វែងគុំសមុទ្រស្វែងគុំភ្នំស្វែងគុំលោកខែកាយអីចឹងទៅព្រះត្រាស់ដឹងមកព្រះអង្គរកផ្លូវឃើញពិតប្រាកដដើម្បីចេញចាកពីលោកនេះក៏មកត្រឡប់មកកើតទៀតហ្នឹងហើយចឹងត្រូវដើរតាមផ្លូវសិលសមាធិវិបស្សនាហ្នឹងឯងហ្នឹងហើយសិលត្រូវសិលវាតកតងមួយកម្មមួយចេតនាដែលនាំមកវារារាំងដំណើរចេញពិភពរបស់យើងសមាធិសិលវារារាំងអារម្មណ៍អាក្រក់ព្រោះអារម្មណ៍អាក្រក់ចាត់ការយើងទៅអបាយភូមិអារម្មណ៍ល្អទៅទេវលោកនៅជាប់ដដែលអញ្ចឹងឡើងរហូតមកដល់សមាធិដើម្បីឲ្យមានឧបេក្ខាចិត្តហើយនឹងគ្រប់គ្រងគំនិតឲ្យគិតខុសrồiហើយបានចូលដល់ទៅវិបស្សនាដើម្បីដោះខាត់អនុស័យដែលជាកិលេសដេកត្រាំរាប់អនេកជាតិតាំងពីដើមកាប់មកកិលេសយើងមាន3ថ្នាក់វិតកមកិលេសហ្នឹងគឺកិលេសគ្រូតគ្រៀតចេញតាមកាយវិចាក្រោយពីគិតហើយក៏និយាយខុសមុសានិយាយជេរបតិចគ្រូតគ្រៀតចាក់រុកសោកសៀតអីទាំងអស់ហ្នឹងហើយវានាំឲ្យមានបាបកម្មសមាធិគ្រប់គ្រងគំនិតហើយដល់វិបស្សនាចូលទៅដោះខាត់អនុស័យជ្រៅហ្នឹងហើយតួយើងហ្នឹងគឺភវាំងហ្នឹងឯងចិត្តហ្នឹងចេះធ្វើភវាំងកកិច្ចហ្នឹងកិច្ចការរបស់វាគូពីអារម្មណ៍ទាំងអស់បានឃើញបានឮបានស្ដាប់អីគូពីចូលភវាំងហើយចាំឲ្យផលមកវិញអញ្ចឹងលាងសម្អាតភវាំងយើងឲ្យជ្រះស្រឡះឲ្យអស់ដើម្បីកុំឲ្យវាតោងភពទៀតណាចាបាទដល់ពេលចប់លេងតោងភពចូលតំបន់មួយដែលគ្មានបច្ច័យប្រជុំតាក់តែងអនន្តចក្រវាលយើងចែកចេញជាពីរតំបន់គឺតំបន់ដែលមានបច្ច័យប្រជុំតាក់តែងនិងតំបន់គ្មានបច្ច័យប្រជុំតាក់តែងតំបន់ធម្មពលគឺព្រះនិព្វានហ្នឹងណាចាអញ្ចឹងនិព្វានហ្នឹងគឺជាចិត្តដែលបរិសុទ្ធស្អាតគ្មានតណ្ហាប្រឆាអសវៈអាហ្នឹងជាចិត្តប្រភេទនិព្វានអញ្ចឹងយើងខំធ្វើសិលសមាធិវិបស្សនាធ្វើបុណ្យធ្វើទានហ្នឹងគឺដើម្បីទៅសម្អាតចិត្តហ្នឹងណាហ្នឹងហើយឲ្យអស់អសវៈកិលេសហ្នឹងអញ្ចឹងការបដិបត្តិហ្នឹងសិលយើងដឹងហើយមានសិល5ដែលសិក្ខាបទមួយមានអង្គរបស់វាចាហើយយើងត្រូវចាំអង្គរបស់សិក្ខាបទសិលហ្នឹងបើកទ្វារទៅជន់កលាតងាប់បែកព្រិចហ្នឹងហើយអាហ្នឹងបាបទេដាច់សិក្ខាបទបាណាតិបាតទេដាច់អត់ដាច់ចាំបើអត់ឃើញហ្នឹងជន់យើងឃើញទៅវាចេះអូអាហ្នឹងយើងឃើញយើងជន់ចាំបើជន់អត់ដឹងហ៎ចឹងយើងត្រូវជន់ងាប់បានថាអូកលាតយើងត្រូវសិក្សាអំពីសិលហ្នឹងដើម្បីឲ្យដឹងថាដាច់មិនដាច់បើអត់សិក្សាទេដូចយើងអ្នកខ្វៀលគោអត់ស្គាល់គោខ្លួនឯងណាទៅចាប់គោគេគោអីមកបកាច់យកឈ្នះចាញ់អានឹងគោអញអីចឹងណាអញ្ចឹងយើងត្រូវតែរៀនឲ្យចាំសិក្ខាបទ
bây tha đạchสิกขาบทปานาติบาตสิกขาบทสำหรับสัตว์นั่นนะthầuตีมวยจะสัตว์มีชีวิตไปยืนจวนตกตาตีไปให้กูอดปาบได้ตีมวยจะสัตว์มีชีวิตตีปียังดังท่าสัตว์นั่งมีชีวิตตีใบยังกึศนั่งสำหรับตีปูนยังเพียยิมสำหรับตีปรำสัตว์นั่งสลับแต่สากาเพียยิมปอยังครบตั้งปรำองนั้นปัดดักสิกขาบทนั่งมวยนั่งไงจังยังปาเทียตัวจวนกลาดอดดังนั่งนะนั่งไงอันนั้นตาเจ๊อดโจนว่าปรำนั่งนะอันนั้นน้องปรำอันนั้นว่าปรำนั่งเตะเจตนายังอดดังนะเจตนาเต